ជំរាបសួរអ្នកទាំងអស់គ្នាហើយសូមស្វាគមន៍កាន់ channel របស់ខ្ញុំថ្ងៃនេះខ្ញុំសូមណែនាំសភៅមួយក្បាលយកមកចែកម្លែកអ្នកទាំងអស់គ្នាដែលមានឈ្មោះថា Changing the way you sing មិនមែនគ្រាន់តែជាសភៅមួយក្បាលនោះទេតែវាជាផែនទីផ្លូវជីវិតមួយដើម្បីដោះស្រាយសក្តានុពលដែលមានអាកបាំងនៅក្នុងខ្លួនរបស់យើងក្នុងវីដេអូនេះយើងនឹងស្វែងយល់ពីគំនិតសំខាន់យុទ្ធសាស្ត្រជាក់ស្ដែងនិងឧទាហរណ៍ជីវិតពិតដែលនឹងជួបអ្នកនឹងផ្លាស់ប្ដូរគំនិតរបស់អ្នកពីភាពអវិជ្ជមានទៅជាភាពវិជ្ជមានពីការភ័យខ្លាចទៅជាភាពក្លាហាននិងពីការសង្ស័យទៅជាភាពជឿជាក់មុននឹងចូលទៅក្នុងខ្លឹមសារល្បិតតើអ្នកទាំងគ្នាធ្លាប់ឆ្ងល់ទេហេតុអ្វីបានជាមនុស្សខ្លះហាក់ដូចជាទទួលបានភាពជោគជ័យយ៉ាងងាយស្រួលខណៈដែលអ្នកផ្សេងទៀតត្រូវតស៊ូចម្លើយភាគច្រើនគឺនៅក្នុងផ្នត់គំនិតរបស់ពួកគាត់ផ្នត់គំនិតគឺជាសំណុំជំនឿទស្សនៈទម្លាប់ផ្លូវចិត្តរបស់យើងដែលកំណត់ពីរបៀបដែលយើងយល់ឃើញពិភពលោករបៀបដែលយើងបកស្រាយព្រឹត្តិការណ៍និងរបៀបដែលយើងឆ្លើយតបទៅនឹងឧបសគ្គវាក៏ដូចជាប្រព័ន្ធប្រតិបត្តិនៃខួរក្បាលរបស់យើងអញ្ចឹងសៀវភៅនេះនឹងបង្ហាញយើងថាផ្នត់គំនិតមិនមែនជាអ្វីដែលជាប់លាប់នោះទេតែវាជាការផ្លាស់ប្ដូរបានហើយផ្លាស់ប្ដូរផ្នត់គំនិតនេះឯងគឺជាធម៌ពលដ៏មហិមាបំផុតដែលអាចកែប្រែជីវិតរបស់យើងសៀវភៅនេះបញ្យល់យ៉ាងច្បាស់អំពីផ្នត់គំនិតដ៏គ្រោះថ្នាក់មួយគឺ fixed mindset ឬក៏ផ្ដោតគំនិតជាប់លាប់មនុស្សដែលមានផ្នត់គំនិតនេះជឿថាទេពកោសល្យភាពវៃឆ្លាតនិងសមត្ថភាពរបស់ពួកគេគឺត្រូវបានកំណត់តាំងពីកំណើតហើយមិនអាចផ្លាស់ប្ដូរបាននោះទេពួកគេជឿថាពួកគេមិនប្រកែរឿងអ្វីមួយគឺមានថាពួកគេមិនមានទេពកោសល្យពីធម្មជាតិហើយគ្មានអ្វីអាចផ្លាស់ប្ដូរបានទេលក្ខណៈសម្គាល់ខ្លាចបរាជ័យព្រោះពួកគេគិតថាបរាជ័យឆ្លុះបញ្ចាំងពីភាពអន់ខ្សោយរបស់ពួកគេជៀសវាងការប្រឈមមានន័យថាព្រោះពួកគេខ្លាចការលាតត្រដាងចំណុចខ្សោយមិនចូលចិត្តការរិះគន់មានន័យថាព្រោះគិតថាវាជាការវិបហារបស់ផ្ទាល់ខ្លួនចំណែកនឹងភាពជោគជ័យរបស់អ្នកដទៃព្រោះគិតថាភាពជោគជ័យរបស់អ្នកដទៃធ្វើឲ្យពួកគេមិនមើលទៅអន់មិនជឿលើការខិតខំប្រឹងប្រែងព្រោះគិតថាបើមិនមានទេពកោសល្យពីកំណើតទេខំយ៉ាងណាក៏អត់ប្រយោជន៍តើអ្នកធ្លាប់មានអារម្មណ៍បែបនេះទេតើវាជារឿងធម្មតាទេប៉ុន្តែក៏ជាឧបសគ្គធ្ងន់ផុតផងដែរផ្ទុយទៅវិញសៀវភៅនេះគឺលើកទឹកចិត្តឲ្យយើងបណ្ដុះគំនិត growth mindset ឬផ្ដល់គំនិតរីកចម្រើនមនុស្សដែលមានគំនិតនេះជឿថាទេពកោសល្យភាពឆ្លាតវៃនិងសមត្ថភាពទាំងអស់អាចអភិវឌ្ឍបានតាមរយៈការខិតខំនិងការលះបង់ការរៀនសូត្រពីកំហុសពួកគេជឿថាបញ្ហាគឺជាឱកាសដើម្បីរៀនមិនមែនជាឧបសគ្គដែលមិនអាចដោះស្រាយបាននោះទេលក្ខណៈសម្គាល់ស្វាគមន៍ការបរាជ័យព្រោះពួកគេមិនគិតថាការបរាជ័យគឺជាគ្រូបង្រៀនដ៏ល្អបំផុតចូលចិត្តការប្រឈមព្រោះវាជាឱកាសដើម្បីរីកចម្រើនបើកចំហចំពោះការរិះគន់ព្រោះពួកគេគិតថាវាជាមតិស្ថាបនាដើម្បីកែលម្អបំផុសគំនិតដោយភាពជោគជ័យរបស់អ្នកដទៃព្រោះពួកគេគិតថាបើគេធ្វើបានពួកគេក៏អាចធ្វើបានដែរការជឿលើការខិតខំប្រឹងប្រែងព្រោះពួកគេដឹងថាការតស៊ូនាំមកនូវលទ្ធផលនេះគឺជាផ្នត់គំនិតដែលនឹងមានសក្តានុពលពិតប្រាកដរបស់អ្នកតើអ្នកធ្លាប់គិតថាមានផ្នត់គំនិតប្រភេទណាចូលយើងមកមើលឧទាហរណ៍ខ្លះfixed mindset ខ្ញុំមិនពូកែគណិតវិទ្យាទេខ្ញុំកើតមកមិនចេះគណិតវិទ្យាទេ growth mindset គណិតវិទ្យាលំបាកបន្តិចសម្រាប់ខ្ញុំឥឡូវនេះប៉ុន្តែខ្ញុំជឿថាខ្ញុំអាចរៀននិងយល់ពីវាបាន fixed mindset ខ្ញុំខ្មាស់គេបើខ្ញុំបរាជ័យសម្រាប់ growth mindset វិញការបរាជ័យគឺជាឱកាសដើម្បីរៀនចូលគិតអំពីស្ថានភាព3យ៉ាងដែលអ្នកជួបប្រទះក្នុងជីវិតការប្រឈមមុខនឹងការលំបាកការទទួលការរិះគន់ការមើលឃើញអ្នកដទៃនៃភាពជោគជ័យតើអ្នកបានឆ្លើយតបយ៉ាងដូចនេះចំពោះស្ថានភាពទាំងនោះតើការឆ្លើយតបរបស់អ្នកបង្ហាញពី fixed mindset ឬក៏ growth mindset
ការយល់ដឹងពីចំណុចនេះគឺជាជំហានដំបូងនៃដ៏សំខាន់ឥឡូវនេះយើងបានយល់ពីផ្នត់គំនិតទាំងពីរហើយតើធ្វើដូចម្តេចទើបបានអាចផ្លាស់ប្ដូរពី fix ទៅជា grow បានចំហានបន្ទាប់គឺការស្វែងរកនិងការបំបត្តិនៅអ្វីដែលសៀវភៅនេះហៅថាជំនឿកំណត់តែនេះគឺជាគំនិតអវិជ្ជមានដែលយើងបាននៅក្នុងខ្លួនអំពីខ្លួនយើងពិភពលោកនិងអ្វីដែលយើងអាចសម្រេចបានឧទាហរណ៍ខ្ញុំអត់ពូកែនិយាយជាសាធារណៈខ្ញុំក្មេងឬចាស់ពេកក្នុងការចាប់ផ្ដើមអាជីវកម្មខ្ញុំមិនមានលុយគ្រប់គ្រាន់ទេខ្ញុំមិនស័ក្តិសមនឹងសុភមង្គលជោគជ័យទេជំនឿទាំងនេះច្រើនកើតចេញពីបទពិសោធន៍អតីតកាលការចិញ្ចឹមបីបាច់មតិយោបល់អ្នកដទៃឬការភ័យខ្លាចផ្ទាល់ខ្លួនពួកវាបង្ខាំងយើងធ្វើឲ្យយើងមិនហ៊ានបន្ថយនិងរារាំងពីការឈានទៅមុខបញ្ហាគឺជំនឿទាំងនេះភាគច្រើនខ្លាចជាការពិតសម្រាប់យើងព្រោះយើងប្រព្រឹត្តទៅតាមវាដើម្បីបំបត្តិវាបានយើងត្រូវតែរកឲ្យឃើញជាមុនសិននេះជាវិធីមួយចំនួនដែលសៀវភៅនេះណែនាំស្ដាប់សំឡេងខាងក្នុងរបស់អ្នកតើអ្នកនិយាយអ្វីជាមួយខ្លួនឯងនៅពេលដែលអ្នកប្រឈមនឹងបញ្ហាតើមានពាក្យថាមិនអាចឬមិនស័ក្តិសមច្រើនឬទេសរសេរវាចុះយកប៊ិចនិងក្រដាសមកសរសេររាល់គំនិតអវិជ្ជមានដែលរត់នៅក្នុងខួរក្បាលអំពីអ្នកនិងសមត្ថភាពរបស់អ្នកកុំវិនិច្ឆ័យគ្រាន់តែសរសេរសួរខ្លួនឯងហេតុអ្វីសម្រាប់ជំនឿមួយដែលអ្នកសរសេរចូលឆ្លើយថាខ្ញុំជឿរឿងនេះដោយសារអ្វីតើមានផុសតាងអ្វីខ្លះបញ្ជាក់វាថាពិតតើធ្លាប់ជាការពិតនៅពេលណាស្វែងរកឬគល់តើជំនឿនេះកើតចេញពីកុមារភាពឬពីពាក្យសម្ដីរបស់នរណាម្នាក់ពីបទពិសោធន៍បរាជ័យម្ដងម្កាលនៅពេលដែលអ្នកបានកំណត់អត្តសញ្ញាណជំនឿកំណត់ហើយដល់ពេលត្រូវប្រជែងនឹងផ្លាស់ប្ដូរវាហើយ1ប្រជែងនឹងផុសតាងតើមានផុសតាងពិតប្រាកដដដែលថាជំនឿនោះពិតដែរឬទេតើមានករណីលើកលែងដែរឬទេតើមាននរណាម្នាក់ធ្លាប់មានជំនឿនោះហើយអាចបំបែកវាបានដែរឬទេ2បង្កើតជំនឿថ្មីដែលផ្ដល់អំណាចជំនួសជំនឿដោយកំណត់ជំនឿវិជ្ជមានឧទាហរណ៍ជំនួសឲ្យខ្ញុំអត់ពូកែនិយាយជាសាធារណៈទេដោយខ្ញុំអាចរៀននិងកែលម្អជំនាញនិយាយជាសាធារណៈរបស់ខ្ញុំបានធ្វើដូចជាអ្នកជឿលើជំនឿអ្វីថ្មីមួយបើអ្នកជឿថាអ្នកអាចរៀននិយាយជាសាធារណៈបានចូលចាប់ផ្ដើមហាត់និយាយរាល់ពេលដែលអ្នកធ្វើអ្វីមួយផ្ទុយពីជំនឿកំណត់ចាស់របស់អ្នកចូលចងចាំទុកឧទាហរណ៍បើអ្នកនិយាយបានល្អម្ដងចូលទុកវាជាផុសតាងថាអ្នកអាចធ្វើវាបានការធ្វើបែបនេះម្ដងហើយម្ដងទៀតអ្នកនឹងធ្វើឲ្យមានជំនឿរបស់អ្នកកាន់តែរឹងមាំពាក្យពេចន៍ដែលយើងប្រើប្រាស់ជាមួយខ្លួនឯងនិងជាមួយអ្នកដទៃគឺមានឥទ្ធិពលយ៉ាងខ្លាំងទៅលើផ្នត់គំនិតរបស់យើងសៀវភៅនេះសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃភាសាវិជ្ជមានការសន្ទនាផ្ទៃក្នុងពាក្យពេចន៍ដែលអ្នកនិយាយជាមួយខ្លួនឯងអាចលើកទឹកចិត្តឬបំផ្លាញអ្នកបានជំនួសខ្ញុំមិនអាចធ្វើវាបានទេដោយខ្ញុំនឹងព្យាយាមធ្វើវាអស់ពីសមត្ថភាពខ្ញុំជាមនុស្សបរាជ័យដោយខ្ញុំបានរៀនមេរៀនមួយពីកំហុសមួយនេះភាសានៅពេលដែលនិយាយជាមួយអ្នកដទៃការប្រើភាសាវិជ្ជមានមិនត្រូវតែជះឥទ្ធិពលដល់អ្នកទេថែមទាំងជះឥទ្ធិពលអ្នកជុំវិញខ្លួនអ្នកទៀតផងជំនួសបញ្ហានេះពិបាកពេកហើយដោយតើមានវិធីសាស្ត្រផ្សេងទៀតទេវាជាកំហុសរបស់គេដោយតើយើងអាចរៀនអ្វីខ្លះពីស្ថានភាពនេះការផ្លាស់ប្ដូរភាសាតម្រូវឲ្យមានការយល់ដឹងពីខ្លួនឯងនិងការរបត់ជាប្រចាំការគិតវិជ្ជមានមិនមែនមានថាអ្នកត្រូវតែសប្បាយចិត្តរហូតឬក៏ប្រងើយកន្តើយចំពោះបញ្ហានោះទេវាជាការមានទស្សនៈសុតិធិនិយមចំពោះជីវិតការរំពឹងទុកនៅលទ្ធផលល្អនិងការមើលឃើញឱកាសនៅក្នុងការប្រឈមអត្ថប្រយោជន៍នៃការគិតអវិជ្ជមានកាត់បន្ថយភាពតានតឹងអ្នកគិតថាវិជ្ជមានទំនោរទៅរកការគ្រប់គ្រងនិងភាពតានតឹងបានល្អប្រសើរការបង្កើតភាពធន់ពួកគេងើបឡើងវិញបានលឿនពីភាពបរាជ័យសុខភាពកាន់តែប្រសើរមានន័យថាការសិក្សាជាច្រើនបង្ហាញពីទំនាក់ទំនងរវាងការគិតវិជ្ជមាននិងសុខភាពរាងកាយ
tụm nẹ tụm nổ là ổn xà mà nụ với chữ miên tụm niên mà nụ với chữ miên sầm rách cô đai can thằng ấy sủa proof ok chưa lơ luôn ấy nâng mình bỏ bỏng ta phơ đôi mình tập dương ai ăn được bọt ca kịch với chữ miên bán mùi ca đằng cồn chỉ riêng rồi ngay chô rô ở bây giang đại phơ ở nhẹ đằng cồn vì ai chỉ riêng tôi tách của bạn ca bệnh trẻ với chữ miên đi giấy với chữ miên từ căn luôn ai chỉ riêng rồi ngay thôi nhung miên mặt thiếp nhung đằng phơi bán nhung đằng xạ xong nâng phiếp chụp chày chia viếng phiếp áo với chữ miên còn nót ca bạc bó nâng bó ở miên áo với chữ miên mà nó với chữ miên rư bài giả ca với chữ miên buồn sau máy bị phiếp chụp chày sau máy tha nét ban sầm rạch cổ đài rồi nét rồi thao ấy mơ khơi à ròm nút sang phiếp nụ pram đau từ lừa đầm nọ sài nợ pe đạiไปเชิญmột nụ bài nhá cùng đau lừa bài nhá từ đau lừa đầm nọ sài ca đã bọt tàng đấy nâng chui ban đầu cùng đất với chữ miên đồng luôn khu có ba bỏ dưỡng cứ chỉ sạch đồng mùi vì miền ca thì chừng đó là bây giờ dương vật hạt tùm lốp cái ra bỏ dưỡng có đôi chỉ tùm lốp riêng cái trời ban bằng cát lang đòi ca phương mà đầu hái mà đầu tiệt siêu phơi nítเป็น โยล ปีដែលមានសមត្ថភាពខួរក្បាលក្នុងការផ្លាស់ប្ដូរនិងបង្កើតនៅផ្លូវប្រសាទថ្មីនេះមានន័យថាយើងពិតជាអាចផ្លាស់ប្ដូររបៀបដែលយើងគិតបានការបង្កើតទម្លាប់គិតថ្មីគឺទាមទារការតស៊ូនិងអនុវត្តជាប្រចាំដូចជាការហាត់ប្រាណដែរនេះគឺជាជំហានចាក់ស្ដែងមួយចំនួនដែលសភៅនេះណែនាំ1ចាប់ផ្ដើមពីតូចកុំព្យាយាមផ្លាស់ប្ដូរអ្វីទាំងអស់នៅពេលតែមួយចាប់ផ្ដើមការផ្លាស់ប្ដូរគំនិតវិជ្ជមានតូចមួយចំនួនសិន2កំណត់គោលដៅច្បាស់លាស់តើអ្នកធ្លាប់ផ្លាស់ប្ដូរផ្នត់គំនិតរបស់អ្នកក្នុងរឿងអ្វីមួយដែរឬទេឧទាហរណ៍ខ្ញុំចង់មានអារម្មណ៍ជឿជាក់លើខ្លួនឯងនៅពេលដែលនិយាយជាសាធារណៈចំណុចទី3ការតាមដានវឌ្ឍនភាពរបស់អ្នកកត់ត្រាពីរបៀបដែលអ្នកបានផ្លាស់ប្ដូរតើអ្នកបានកត់សម្គាល់ឃើញពីការផ្លាស់ប្ដូរអ្វីខ្លះតើការមើលឃើញវឌ្ឍនភាពផ្ដល់កម្លាំងចិត្ត4ស្វែងរកអ្នកណែនាំឬមិត្តរួមអាជីពឬក៏មិត្តរួមការងារតើមាននរណាម្នាក់ដែលគាំទ្រអ្នកឬមានកំណត់ឬចម្រើនអាចជួយអ្នកបានច្រើនចំណុចទី5អត់ធ្មត់ជាមួយនឹងខ្លួនឯងការផ្លាស់ប្ដូរទម្លាប់គិតត្រូវការពេលវេលាកុំបាក់ទឹកចិត្តបើអ្នកបរាជ័យម្ដងម្កាល6ការអប់រំខ្លួនឯងគឺជាបន្តអានសៀវភៅមើលវីដេអូឬក៏ចូលរួមសិក្ខាកាមសាលាអំពីការអភិវឌ្ឍផ្នត់គំនិតដើម្បីជួយឲ្យអ្នកអនុវត្តនេះជាលំហាត់មួយចំនួនដែលធ្វើបានជារៀងរាល់ថ្ងៃនៅពេលព្រឹកពេលភ្ញាក់ពីគេចូលនិយាយវិជ្ជមាន3ទៅ5ដងឧទាហរណ៍ថ្ងៃនេះគឺជាថ្ងៃដ៏អស្ចារ្យខ្ញុំមានធម៌ពលនិងសមត្ថភាពដើម្បីសម្រេចគោលដៅរបស់ខ្ញុំពេលថ្ងៃនៅពេលដែលអ្នកជួបបញ្ហាចូលផ្អាកមួយផ្លែតហើយសួរខ្លួនឯងថាតើខ្ញុំអាចរៀនអ្វីខ្លះពីស្ថានភាពនេះពេលយប់មុននឹងចូលគេចូលគិត3យ៉ាងដែលអ្នកដឹងគុណក្នុងថ្ងៃនេះហើយរំលឹកខ្លួនឯងថាអ្នកបានធ្វើល្អអ្វីខ្លះការអនុវត្តតូចៗទាំងនេះនឹងប្រមូលផ្ដុំជាធម៌ពលដ៏ធំការភ័យខ្លាចគឺជាអារម្មណ៍ធម្មតាមួយគ្រារបស់មនុស្សគ្មាននរណាម្នាក់ដែលគ្មានការភាពភ័យខ្លាចនោះទេប៉ុន្តែសៀវភៅនេះបង្ហាញថាមនុស្សដែលមាន growth mindset មិនអនុញ្ញាតឲ្យមានការភ័យខ្លាចមកបញ្ឈប់ពួកគេបាននោះទេពួកគេយល់ថាការភ័យខ្លាចគឺជាសញ្ញាថាពួកគេកំពុងចេញពីតំបន់សុវត្ថិភាពរបស់ពួកគេហើយនោះគឺជាកន្លែងដែលមិនមានការរីកចម្រើនកើតឡើងប្រភេទនៃការភ័យខ្លាចជាទូទៅការភ័យខ្លាចបរាជ័យការភ័យខ្លាចការរិះគន់ការភ័យខ្លាចភាពមិនច្បាស់លាស់ការភ័យខ្លាចភាពបដិសេធការយល់ដឹងពីភាពភ័យខ្លាចរបស់អ្នកគឺជាជំហានដំបូងក្នុងការយកឈ្នះវានេះគឺជាយុទ្ធសាស្ត្រមួយចំនួនដើម្បីយកឈ្នះភាពភ័យខ្លាច1ប្រឈមមុខនឹងវាចាប់ផ្ដើមដោយការប្រឈមមុខនឹងការភ័យខ្លាចរបស់អ្នកបន្តិចម្ដងបើអ្នកនិយាយជាសាធារណៈចូលចាប់ផ្ដើមដោយនិយាយមុខកញ្ចក់ឬមួយជាមួយមិត្តភក្តិជិតស្និទ្ធ2រៀបចំផែនការ A B C គិតអ្វីដែលអាក្រក់បំផុតអាចកើតឡើងហើយរៀបចំផែនការសម្រាប់វាជាញឹកញាប់អ្វីដែលកើតឡើងបំផុតនោះ
mình mền của khai đôi đại dương kịch tề trong này thì bấy đau lơ đồng nào cá mình mền là tập hòn đau lơ ca cắt khó nâng ca riêng sâu mình mền lơ là tập hòn trong cái tề rung lức luôn này thiệp chụp cháy cần lộ một trong trăm bây giờ nè thô vô nè thiệp phải khai riêng ca là bà chỉ một luôn nông đo tụm nục chặt đo nè pra ca kết với chấm miền chấm luôn cùng được phải khai đôi cùng được với chấm miền đôi chân ta nè đang phơi ở với bản tốt mùi chập đào mà là vọt phím phím cùng rong chám chập đào mà là vọt nơi cầm đứt là mùi đại nè vô tham miền phải giỏi bằng phốt an sân phơi đi được lúc nãy bên nè kết trong phải vô căn tài xì chấm rử nó xôm này nó mà khăng ở an sân phơi mùi ní đòi lúc này bây chạy một lấy video ní bên nè vô tha video ní miền phải giỏi xôm chui chạy lại để căn ở một pet rồi cùng cruza bên nèជួយ like និង subscribe channel របស់ពួកយើងមួយផងដើម្បីទទួលបានវីដេអូថ្មីៗដើម្បីអភិវឌ្ឍខ្លួនឯងបញ្ចេញយោបល់និងគំនិតអ្វីធ្វើឲ្យអ្នកចាប់អារម្មណ៍អ្នកមានបទពិសោធន៍អ្វីខ្លះក្នុងការផ្លាស់ប្ដូរផ្នែកគំនិតសូមចែករំលែកនៅក្នុង comment នៅខាងក្រោមសូមអរគុណយ៉ាងគេច្រើនចំពោះការចំណាយពេលដ៏មានតម្លៃរបស់អ្នកក្នុងការទស្សនាវីដេអូសូមចងចាំថាសក្តានុពលរបស់អ្នកគ្មានដែលកំណត់ទេអ្វីៗទាំងអស់ចាប់ផ្ដើមពីរបៀបដែលអ្នកគិតជួបគ្នានៅពេលក្រោយនឹងវីដេអូថ្មីបន្តទៀត